ខ្ញុំឮថាលោកចេះវិធីសាស្ត្រចេះធ្វើសត្វរាងកាយតែទេធ្វើសត្វរាងកាយគឺសម្រាប់កងទ័ពច្រើនមិនចាំបាច់ស៊ូបានន័យថាលោកក៏ចេះពីវិធីធ្វើសត្វដែរនឹងខ្លះតើវិធីប្រមាណល្មមការពីភូមិស្រុកបានតែបើទៅវិញវាយលុករាប់ពាន់យុទ្ធលោកប្រកាសជាសង្គ្រាមធំហើយក៏តបទន្ខ្សោយតបឲ្យរបៀបណាទៅបើសិនជាវាយប្រកាសជាចាញ់តាមប្រតរបៀបណាធ្វើយ៉ាងណាយកទៅឈ្នះច្រើនលោកយល់ខុសហើយការខ្លាំងឬខ្សោយនៃកងទ័ពមិនមែនស្ថិតនៅលើកងទ័ពតិចឬច្រើនបើចឹងខ្ញុំសួរលោកទៅមើលអ្វីទៅហៅថាកងទ័ពទន្ខ្សោយកងទ័ពបីគ្មានសច្ចធម៌ជាទ័ពខ្សោយអ្វីទៅសច្ចធម៌ឲ្យដឹងបីដើម្បីអ្នកណាដើម្បីជាតិដើម្បីព្រះអង្គដើម្បីច្បាប់ធម្មជាតិនោះគឺជាសច្ចធម៌ក៏អ៊ូខ្លាំងយើងខ្សោយតើវាយរបៀបណាទៅត្រូវវាយដោយប្រើល្បិចកលនគរធំខ្លាំងក៏ពិតមែនប៉ុន្តែម្នាក់ចង់បានស្នាដៃយ៉ាងបង្ខំនគរទុនខ្សោយមែនតែបើប្រជារាស្ត្រនិងកងទ័ពចិត្តមួយខ្លាំងមួយស្ដាប់សភាពការឲ្យបានយើងក៏អាចយកទឹកឈ្នះច្រើនបានយកខ្សោយឈ្នះខ្លាំងក៏និយាយជាការងាយតែធ្វើជាការពិបាកពិតមែនរឿងនេះគឺស្រេចទៅលើអ្នករៀបចំគម្រោងអាចក្តាប់សភាពការនៅឱកាសបានឬមិនបានបើសិនជាក្តាប់បាននោះប្រកាសជាអាចធ្វើឲ្យសត្រូវស្លាប់នៅនឹងកន្លែងនិយាយពីរូបពេកហើយយើងមិនជឿទេលោកប្រកាសជាមិនជឿសម្រាប់មនុស្សទុនខ្សោយវិធីដ៏ល្អបំផុតប្រៀបដូចជាខ្យល់បក់តាំង